តើអ្នកធ្លាប់បានស្ដាប់អំពីទីក្រុងដែលបាត់ខ្លួនក្នុងបាតសមុទ្រដែរឬទេដែលគេហៅឈ្មោះថាទីក្រុងអាត្លង់ទីសតាមរឿងនិទានបុរាណពីហ្វីឡូសូផ្លាតូអាត្លង់ទីសគឺជាទីក្រុងបុរាណដែលមានសម្បូរបែបនិងប្រជាជនរស់នៅក្នុងជីវភាពសុខសាន្តនៅទីនោះមានសួនច្បារដ៏ស្រស់ស្អាតប្រាសាទដ៏អស្ចារ្យនិងបច្ចេកវិទ្យាលំដាប់ខ្ពស់សម្រាប់សម័យនោះអ្នករស់នៅទីនោះទាំងអស់ចូលរួមក្នុងការរីកចម្រើននិងស្ថាបនាសូម្បីតែសិល្បៈនិងវិទ្យាសាស្ត្រគឺកំពុងតែរីកចម្រើនខ្លាំងប៉ុន្តែសេចក្តីសុខសាន្តក៏មិនបានយូរប៉ុន្មានទីក្រុងអាត្លង់ទីសបានជួបគ្រោះទុរភិក្សដែលវាយប្រហារដោយធម្មជាតិបង្កជាភ្លៀងខ្លាំងត្រឹមតែរយៈពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះធ្វើឲ្យលិចទីក្រុងនោះបាត់ទៅក្នុងសមុទ្រអ្នកវិទ្យាសាស្ត្រជាច្រើនព្យាយាមស្វែងរកសំណង់និងសម្បត្តិដែលសល់នៅក្រោមទឹកប៉ុន្តែมันមានភស្តុតាងច្បាស់លាស់ទេមានសំណួរជាច្រើនបានចោទសួរថាតើទីក្រុងអាត្លង់ទីសគឺជាទីក្រុងដែលមានពិតមែនដែរឬទេគិតមកត្រឹមពេលនេះมันមានអ្នកវិទ្យាសាស្ត្រមួយណាអាចបញ្ជាក់បានថាទីក្រុងអាត្លង់ទីសពិតជាមានពិតប្រាកដទេតែរឿងនេះនៅតែបន្តគួរឲ្យចាប់និងជ្រាបចិត្តអ្នកចង់ស្គាល់ចង់ស្ដាប់អំពីរឿងទីក្រុងដែលបាត់ទៅក្នុងបាតសមុទ្រមួយនេះជាខ្លាំងរឿងរ៉ាវអំពីទីក្រុងអាត្លង់ទីសគឺជាសញ្ញាមួយដ៏អស្ចារ្យនិងអាថ៌កំបាំងរបស់សមុទ្រដែលបណ្ដាលឲ្យយើងគិតស្រមៃហើយចង់ដឹងអំពីសមុទ្រជាខ្លាំងថាតើវាមានអ្វីលាក់ពួននៅក្នុងនោះប្រសិនបើបងប្អូនចង់ដឹងរឿងរ៉ាវប្លែកៗក៏ដូចជាអាថ៌កំបាំងផ្សេងទៀតកុំភ្លេចចុច like និង share comment នៅក្រោមវីដេអូនេះ